bạn bạn ở đây dương chập ra một chục nè thì đấy ba đi cao vì muốn nhưng mà là para việc sign up account và vậy thì mua vậy thì ít nhưng para việc praប្រាស់នៅក្នុងអត្ថប្រយោជន៍ឬក៏អ្វីដែលต้องជាតំណែងតំណងនៅក្នុង personal information នេះបាទឥឡូវនេះយើងចូលមកដល់កន្លែងថ្មីមួយទៀតគឺ profit គេ cancel letter នេះអានខុសអីសូមគោរពកាន់អីភាសាអង់គ្លេសដូចជា reflect ខ្លាំងណាស់បាទដូច្នេះនៅកន្លែងនេះវាតំណាងឲ្យយ៉ាងម៉េចសម្រាប់បងប្អូននៅកន្លែងនេះគឺវាតំណាងឲ្យគ្រាន់តែនៃការទូទាត់សាច់ប្រាក់បងអាចទូទាត់បងដាក់ប្រាក់ប្រមាណចំណេញប្រមាណក្នុងមួយខែមួយថ្ងៃមួយសប្តាហ៍អញ្ចឹងបងប្អូនអាចចំណេញប្រមាណឧទាហរណ៍ដូចថាឥឡូវបងប្អូនដាក់ប្រាក់នៅក្នុងហ្នឹងដាក់អីគេដាក់ជាដុល្លារឧទាហរណ៍អញ្ចឹងណាឥឡូវបងប្អូនដាក់$100វាហៅថា$100បាទនេះវាលោនៅនេះ total $100ហើយបងប្អូនថាមួយថ្ងៃបានប្រមាណឧទាហរណ៍ថាមួយថ្ងៃនេះមួយថ្ងៃចេញណា$100មួយថ្ងៃអត់បាន$1ទេគឺបាន0.85តើបងប្អូនបាទ0.85ក្នុងមួយថ្ងៃណាបងប្អូនអាចយល់នេះមានន័យឲ្យ total នឹងរត់ចូលមកនៅទីនេះឃើញបងប្អូននេះឃើញបើដាក់100ស្មើអញ្ចឹងមួយថ្ងៃបាន0.85បាទនឹង100ចុះបើមួយថ្ងៃហើយចូលដាក់ចុះឥឡូវយើងដាក់ថា2ថ្ងៃបាន170បាទអូខេយើងដាក់ថាមួយសប្តាហ៍បាទប្រាក់បាន$5.95អូខេបងប្អូនបាទនេះគឺប្រាក់100បាទ100នេះជាតូនតើប្រាក់ចំណេញជារៀងរាល់ថ្ងៃសម្រាប់បងប្អូនដែលធ្វើការវិនិយោគបាទហើយឥឡូវនិយាយពីបងប្អូនដែលដាក់ប្រាក់ Bitcoin គេហៅថា Bitcoin នេះខ្ញុំទាញស្មើមកដល់នេះវិញឥឡូវបងប្អូនដាក់ប្រមាណគេហៅថាឡើយខ្ញុំវាយឡើងនេះតែម្ដងគេថាបងប្អូនដាក់មួយខនបាទខនហើយបងប្អូនមួយថ្ងៃនេះមួយខនមួយថ្ងៃបាន0.0085 8500នៅកន្លែងនេះបើយើងទូទាត់ជាប្រាក់បច្ចុប្បន្ន0.85 នេះស្មើនឹងប្រមាណ$ដែរសូមចាំឲ្យផ្លែខ្ញុំទូទាត់ឲ្យមើលឲ្យសិនឈប់បាទនៅកន្លែងហ្នឹងគឺវាមានទូនាទីសម្បែបហ្នឹងបាទគឺទូទាត់ឲ្យបងប្អូនតែម្ដងឥឡូវនេះខ្ញុំដាក់ថា0.0085បានមួយថ្ងៃ$6.54សេនបាទអញ្ចឹងលុយនេះគឺស្មើនឹង$6ជាងបាទបងដាក់មកប៊ីតបច្ចុប្បន្នមកប៊ីតវា700ជាងបាទអញ្ចឹងលុយនេះស្មើនឹង700ជាងទៅបងប្អូនទទួលបានក្នុងមួយថ្ងៃ$6ជាង$75បាទនេះជាអត្ថប្រយោជន៍ប្រាក់ចំណេញបងប្អូនចាប្រាក់ចំណេញបាទបន្តមកបងប្អូនចូលមកក្រោមនឹងបងប្អូនថែមដល់បងប្អូននិយាយថាអត់នេះយល់អញអត់មានប្រាប់ពីរបៀបដាក់លុយផងអញចង់ដាក់លុយអញ្ចឹងសូមភ័យទោសដែរបាទឥឡូវនេះយើងចូលមកដល់កន្លែងនេះបាទកន្លែងនេះគឺជាកន្លែងដែលបងប្អូនចង់ដាក់លុយហើយបាទឥឡូវគេសួរមកដល់កន្លែងនេះគេសួរថាតើបងប្អូនចង់ដាក់លុយតាមប្រភេទអីបាទ3ខាងលើដែលបងប្អូនធ្វើការវិនិយោគដំបូងគឺបងប្អូនចុចនៅលើ3ខាងលើចំណែក3ខាងក្រោមនេះសម្រាប់ដល់បងប្អូនមានប្រាក់ commission បាទប្រាក់នៅចូលទៅកន្លែងដកបានណានេះប្រាក់ដែលចូលមកកន្លែងនេះខ្ញុំបានបញ្យល់ខាងវគ្គមុនគឺប្រាក់ដែលរត់ចូលមកកន្លែងនេះទាំង3នេះគឺនឹងប្រាក់ដែលនៅកន្លែងហ្នឹងគឺអត់មានការឲ្យទេតើប្រាក់នៅកន្លែងនេះមិនមានការឲ្យអញ្ចឹងបងប្អូនណា
មានការរត់ចូលអញ្ចឹងប្រហែលនៅកន្លែងនេះអត់មានការប៉ុន្តែបងប្អូនអាចដកលុយចេញបានឬក៏បងប្អូនយកវាមកដាក់ចូលនៅក្នុងនោះដើម្បីធ្វើការវិនិយោគបន្ថែមដាក់ធ្វើជាប្រាក់ដើមប្រាក់វិនិយោគបន្ថែមអូខេអញ្ចឹងបងប្អូនដែលមានប្រាក់ហ្នឹងបងប្អូនអាចចំណុចឡើង3ហ្នឹងឧទាហរណ៍នេះអញ្ចឹងបងប្អូនចង់យកមួយណាឧទាហរណ៍អញ្ចឹងណាបាទឥឡូវប៉ុន្តែបងប្អូនសម្រាប់ដែលធ្វើការវិនិយោគដំបូងគឺបងប្អូនត្រូវរើស3ខាងលើនេះ BTC នេះបងប្អូនចុចលើកន្លែងនេះហើយបងប្អូនត្រូវមកនៅកន្លែងនេះ amount នេះបងប្អូនចុចចេះហើយវាហៅថាបងប្អូនចង់ដាក់តាមរយៈ Bitcoin ឬក៏ ETH នេះឬក៏ដុល្លារបងប្អូនវាយដុល្លារនៅកន្លែងហ្នឹងបាទហើយ BTC បងប្អូនវាយ BTC នៅកន្លែងហ្នឹងឥឡូវខ្ញុំមកយក BTC មក BTC ឥឡូវខ្ញុំថាខ្ញុំចង់ដាក់1 coin ខ្ញុំចុចលេខ1ចឹងហ្មងក៏បានដែរឬក៏ចុចលេខ1ហើយចុច0ចេះក៏បានដែរបាទតោះមកចុច create នៅខាងក្រោមនេះប៉ុន្តែគេដាក់ថា limit បាទខ្ញុំហួស limit ហើយ limit វាមិនឲ្យដាក់ដល់1 coin ទេវាដាក់បានតែ 0.6 ជាងទេក្នុងលើដំបូងណាបងប្អូនចំណុចនេះដែលខ្ញុំបានបញ្យល់ខាងមុខហ្នឹងថាគឺវាមាន limit បាទ limit នៅកន្លែងនេះដែលបងប្អូនវាចេញមកហើយបាទគឺវាមានកម្រិតរបស់វាគឺ$500 $300 និង$500គេទេបងប្អូនបន្ទាប់មកពី300បង300ណា300 500 500 500នេះហើយដល់មកបានមក1000បាទ1000ហើយ3000 3000ហើយ2000បាទ3000ឬក៏2000ហ្នឹងវាតែមួយបាទ2000ហ្នឹងឈានទៅ5000ហ្នឹងក៏បានដាក់ថែម2000ទៀតវាប្រកប5000បាទចឹងក៏បានបាទឬក៏3000នេះឡើងទៅ7000នេះក៏បានបាទនេះគឺជា limit របស់វាគឺជា level របស់វាគឺមិនមែនបងប្អូនថាអញចង់ដាក់1000តម្លងណាអូណាអត់ទេអញ្ចឹងកន្លែងនេះបងប្អូនអាចយកឡើងតែប៉ុណ្ណេះនេះគឺគេឲ្យបងប្អូនដាក់តែចំនួនដែលគេបានដាក់ឲ្យនេះគឺចំនួននៅខាងក្នុងនោះបងប្អូនអាចដាក់បានប៉ុណ្ណឹងមិនអាចដាក់លើណាទេនេះសូមបងប្អូនជ្រាបព័ត៌មាននៅកន្លែងនេះសូមបងប្អូនកុំយល់ច្រឡំរាល់ការដាក់ខាងការចូលបាទហើយបងប្អូនធ្វើថាហ្នឹងអញយល់ហើយអូនចានេះអីរូបកបោកអីហ្នឹងបតាអីហ្នឹងបាទអូខេបងប្អូននៅកន្លែងហ្នឹងក្នុងត្រង់បងបានដាក់ធ្វើការវិនិយោគបានឡើងចេញទៅតាមហ្នឹងវាតម្រូវឲ្យបងកន្លែងនេះជាកន្លែងដែលលុយរត់ចូលជាកណ្ដាប់លុយរបស់បងថាធ្វើការវិនិយោគទៅលុយវានឹងបានមកនៅកន្លែងហ្នឹងឃើញឡើងបរិច្ឆេទជារៀងរាល់ថ្ងៃនៅកន្លែងហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងវាទូទាត់នៅផ្សាច់ប្រាក់ចំណេញបងរត់ចូលចំនួនថ្ងៃហើយនឹងចំនួនលុយប្រាក់ចំណេញរៀងរាល់ថ្ងៃតាមទៀតប្រាក់ចំណេញសរុបមានឡើងដែរបាទនេះជាកន្លែងហ្នឹងគឺជាកន្លែងទូទាត់នៃប្រាក់ចំណេញប្រាក់ការជារៀងរាល់ថ្ងៃបាទនេះខ្ញុំធ្វើការបញ្យល់បានប៉ុណ្ណឹងបើសិនជាបងប្អូនមិនទាន់យល់ច្បាស់ឬចង់សាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងខ្ញុំបាន010 59 57 40 85ហើយខ្ញុំនឹងដាក់លេខទូរស័ព្ទខ្ញុំនៅខាងក្រោមវីដេអូនេះដើម្បីឲ្យបងប្អូនធ្វើការខ្ញុំបានឲ្យងាយស្រួលបាទហើយបងប្អូននៅកម្ពុជាអាចវាយនៅខាងមុខដាក់បូក82សញ្ញាបូកឲ្យ82ដល់មកលេខ10ប្រកួត59 57 និង85អញ្ចឹងបើសិនជាចេះក៏ងាយស្រួលដែរបងប្អូនខមមកច្រើនបាទនៅក្នុង YouTube ហ្នឹងខាងក្រោមហ្នឹងក៏មានដាក់ Facebook ដែរបងប្អូនគាត់ចុចលើ link នោះទៅខ្ញុំដាក់តាមបាន Facebook នោះអញ្ចឹងបងប្អូនចុចលើ link នោះទៅនឹងបញ្ជូនមកដល់ Facebook របស់ខ្ញុំបានផ្ទាល់តែម្ដងបាទហើយសូមអធិស្ឋានដែរចំពោះវីដេអូនេះតែទៅលើរ៉ែបាទដោយសារតែកុំព្យូទ័រខ្ញុំមានបញ្ហាដូច្នេះសូមនៅកន្លែងនេះសូមអធិស្ឋានដល់បងប្អូនសូមកុំប្រកាន់អីបាទដោយសារcomputer របស់ខ្ញុំមានបញ្ហាហើយខ្ញុំក៏ទៅបដូរចេញបាទហើយអញ្ចឹងសូមអធិស្ឋានសូ
ជាស្រីបងប្អូនអាចយល់ឬក៏កាត់កន្លែងណាអាចសាកសួរមកពីបន្ថែមខមមិននៅខាងក្រោមក៏បានទេរួមបានក៏បានតាម Facebook ក៏បានឬក៏ទូរស័ព្ទដៃក៏បានបាទបងប្អូនប្រើ Smart ងាយស្រួលមែនបាទខ្ញុំអាច call ទៅវិញលេខតាមលេខទូរស័ព្ទដៃតែម្ដងមិនចាំបាច់ឲ្យអស់លុយច្រើនគ្រាន់តែផ្ញើលេខទូរស័ព្ទចូលមក Messenger ខ្ញុំមកបុកមកខ្ញុំមកហើយខ្ញុំ call ទៅខ្ញុំវិញបាទបាទឥឡូវនេះយើងរៀនបន្ថែមបន្តិចជាបន្តនេះហើយចាបងប្អូនថាស្អីអូន account history នេះបាទ account history នេះគឺចាំបញ្ជាក់ថា account មួយនោះបងប្អូនធ្លាប់បើកនៅកន្លែងណាខ្លះតាមប្រភេទណាខ្លះហើយនៅប្រទេសណាខ្លះបាទថ្ងៃនេះខ្ញុំបើក2ដងបាទគឺនៅប្រទេសកូរ៉េនេះនៅប្រទេសកូរ៉េតែម្ដងបាទព្រោះតែឡើយខ្ញុំមកនៅប្រទេសកូរ៉េបាទអញ្ចឹងខ្ញុំបានបើក2ដងបាទចឹងការបើកឆាតហ្នឹងគឺបងប្អូនអាចមើលបានអ្នកណាលួចបើកមកបងអីបងប្អូនអត់ដឹងទេខ្ញុំបានបើកតាមប្រព័ន្ធហ្នឹងនៅឡើយទេมันក៏មានតែបងប្អូនអត់ដឹងដែរជាព័ត៌មានរបស់មួយដែរបាទហើយខាងក្រោមនេះវាជាតារាចំពោះ cryptocurrency បាទទេបងប្អូនមិនចាំបាច់ខ្វល់វាក៏អត់អីទៅដែរបាទហើយវីដេអូតទៅគឺធ្វើការបង្ហាញប្រាប់ពីបងប្អូនជារបៀបមួយនេះនេះនៅកន្លែងនេះជាកន្លែងនេះកន្លែងនេះឬក៏នៅកន្លែងសិនដើម្បីទៅទៀតហើយមានច្រើនទៀតបាទឥឡូវនេះយើងសូមបញ្ចប់ទៅនេះសិនសូមអរគុណជួបបាយបាយជួបជុំគ្នា